លោកហៈមីងហួតនាំយកចង្ក្រានសន្សំសំចៃធម្មពលជាង 3,000 ចង្ក្រានចោះចែកជូនដោយប្រជាពលរដ្ឋ 6 ឃុំក្នុងមូលដ្ឋានស្រុកតាំងគោកលោកហៈមីងហួតពីបាយស្រុកតាំងគោករយៈពេល3ថ្ងៃគិតចាប់តាំងពីថ្ងៃទី3ដល់ថ្ងៃទី5ខែធ្នូឆ្នាំ 2025 បាននាំយកចង្ក្រានសន្សំសំចៃធម្មពលដែលជាអំណោយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍចំនួន 3,101 ចង្ក្រានចោះចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំសូយោងឃុំច្រឡោងឃុំច្រាក់នាងឃុំស្វាយភ្លឺឃុំអណ្ដូងពោនិងឃុំត្រៀលក្នុងស្រុកតាំងគោខេត្តកំពង់ធំនៅក្នុងឱកាសចោះចែកសង្ក្រាន្តសន្សំសំចៃធម្មពលនោះលោកហៈមីងហួតក៏បាននាំនៅការផ្ដែតាមផ្ញើសុខទុក្ខអំពីសំណាក់សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតស្ដីទី1របស់កម្ពុជាដែលជាលោកបណ្ឌិតថេងខុនទេសរដ្ឋមន្ត្រីលោកជួនបរតអភិបាលខេត្តកំពង់ធំជាពិសេសសម្ដេចកតេសង្ឃបណ្ឌិតមានសំអនប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍដែលបានផ្ដល់ចង្ក្រានចំនួនជូនដោយប្រជាពលរដ្ឋគ្រប់គ្នានិងបញ្ជាក់ថាលោកទាំងធ្វើតែងតែផ្ដាំផ្ញើយកចិត្តទុកដាក់ដោយឲ្យបានគង់ពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្ថែមទៀតនេះលោកហៈមីងហួតក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទៅចេះតែរក្សាសុខភាពឲ្យបានជាប់ជាប្រចាំគណៈរដូវរំហើយបានចូលមកដល់ជាពិសេសគ្រួសារដែលមានសមាជិកចាស់សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុខភាពដោយការសម្លៀកបំពាក់ក្រាស់គួរជាដើមជាមួយនឹងគ្នានោះគណៈដែលរដូវរំហើយមកចូលដល់លោកហៈមីងហួតក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រជែងអំពីការប្រើប្រាស់ចង្ក្រានឧដភ្លើងនិងភ្នប់ភ្លើងផ្សេងក្នុងការប្រយុទ្ធដោយផលិតឲ្យបានអស់កុំឲ្យសយមានរងើកភ្លើងជាពីងជាមួយបង្កអគ្គិភ័យរីករាលដាលដោយផ្ទះសម្បែងនិងបង្កខូចខាតដោយទ្រព្យសម្បត្តិផ្សេងថាជាហេតុជំវិញចង្ក្រានសន្សំសំចៃធម្មពលដែលលោកហៈមីងហួតបានប្រាប់ប្រជាពលរដ្ឋថាចង្ក្រាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកតេសង្ឃបណ្ឌិតមេសំអនប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍដែលបានផ្ដល់ជូនរដ្ឋាភិបាលស្រុកតាំងគោកសម្រាប់ចែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាំងនាមប្រជាពលរដ្ឋក្នុងស្រុកតាំងគោកលោកក៏បានថ្លែងអំណរអរគុណចំពោះសម្ដេចកតេសង្ឃបណ្ឌិតមែនសំអនដែលបានផ្ដល់អំណោយចង្ក្រាននេះសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដើម្បីរួមចំណែកលើកម្ពស់ជីវភាពពលរដ្ឋបានមួយកម្រិតថែមទៀតផងលោកហៈមីងហួតបានថ្លែងថាការចូលរួមចែកចង្ក្រានសន្សំសំចៃធម្មពលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់នាពេលនេះដើម្បីចូលរួមចំណែកការគាំទ្រការពារបរិស្ថានព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជាដូចជាលើកកម្ពស់ជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជននៅសហគមន៍ក្នុងការជួយកាត់បន្ថយថ្លៃចំណាយលើការប្រើអុសនិងបរិស្ថាន
បរិស្ថាននិងបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរលោកខមីងមួយក៏បានផ្ដាំផ្ញើដោយប្រជាពលរដ្ឋទាំងអស់សូមយកចង្ក្រានសន្សំសំចៃធម្មអំពើទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនហើយត្រូវបានបន្តថែរក្សាសុខភាពអនាម័យដោយរស់នៅស្អាតហូបស្អាតផក់ស្អាតក្នុងរដូវរំហើយនេះដើម្បីជៀសវាងឆ្ងាយពីជំងឺឆ្លងផ្សេងៗហើយត្រូវជួយអប់រំកូនចៅឲ្យជួយគោរពច្បាប់ចរាចរណ៍ក្រោយការបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់អ្នកបើកបរនិងអ្នករួមដំណើរព្រមទាំងណែនាំកូនចៅឲ្យជៀសឆ្ងាយពីអំពើគ្រឿងញៀនពិសេសត្រូវការជំរុញកូនចៅរៀនសូត្រឲ្យបានគ្រប់គ្រាដើម្បីពងកពស់ដែលជាគោលរួមចំណែកក្នុងការកសាងមូលដ្ឋានមនុស្សនិងជំនាញបច្ចេកទេសក្នុងការអភិវឌ្ឍប្រទេសជាតិ